បាទវីដេអូថ្ងៃនេះខ្ញុំនឹងធ្វើការបង្ហាញអំពីរបៀបការជ្រើសរើសនៅកន្លែង alternative content ដែលយើងបង្កើតតាមរយៈវីដេអូដែល AI ឬក៏វីដេអូដែលយើងផលិតមកមិនមែនជាវីដេអូ AI អញ្ចឹងនេះគឺជាវីដេអូដែលខ្ញុំបានធ្វើការបង្ហោះសម្រាប់វីដេអូនេះគឺខ្ញុំមិនមែនជាវីដេអូ AI ទេបាទអញ្ចឹងខ្ញុំ scroll ចុះក្រោមបាទអញ្ចឹងសម្រាប់អ្នកដែលគាត់ត្រូវគាត់ឃើញអាចមើលតាមការបង្ហាញរបស់ខ្ញុំនេះខ្ញុំ scroll យឺតបាទអញ្ចឹងនៅត្រង់កន្លែងនេះដោយសារវីដេអូនេះគឺខ្ញុំបង្កើតឡើងគឺមិនមែនបង្ហាញសម្រាប់ឲ្យកូនក្មេងមើលខ្ញុំយកពាក្យ no អញ្ចឹងកន្លែងដែលយើងត្រូវធ្វើការ select យើងចុចសូមមកបាទអញ្ចឹងនៅត្រង់ចំណុចកន្លែងសូមមកនេះគឺត្រង់កន្លែង alternative content អញ្ចឹងបើសិនជាករណីយើងវីដេអូដែលយើងអត់ផលិតបង្កើតឡើងមិនមែនជា AI យើងយកពាក្យ no បើសិនជាករណីយើងផលិតដោយ AI យើងយកពាក្យ yes បាទអញ្ចឹងមានតែប៉ុណ្្នឹងសម្រាប់ការបញ្ជាក់ជាមួយនឹង YouTube ដើម្បីយើងបញ្ជាក់ថាវីដេអូរបស់យើងជា AI ឬក៏មិនមែន AI